ក្នុងវិជាដកមួយនោះសម្ដែងអំពីរឿងជ្រូកដែរណាមហាសន្តិលៈនិងចូលសន្តិលៈនឹងប្រារព្ធទៅលើភិក្ខុលោកចិត្តខ្លាចងាប់ភិក្ខុនឹងលោកខ្លាចងាប់លោកលឺព្រេកប្រោកអីប្រឡប់យកអីភ័យរំភត់ញ័រហ្នឹងផ្អើខ្លាចផ្សេងទៅខ្មោចលួងខ្លាចស្អីណាខ្លាចគ្រោះថ្នាក់ខ្លាចភ័យអញ្ចឹងណាមានមនុស្សយើងក៏ជួបប្រទេសអញ្ចឹងដែរណាចឹងច្រើនដោយការភ័យបើទៅបានសក្ព្រះម្ចារីនាំមកស្គាល់ព្រះធម្មវិភាព្រះអង្គទ្រង់សាកសួរទៅមេភិក្ខុអ្នកច្រើនទៅដោយការភ័យខ្លាចស្លាប់អញ្ចឹងមែនឬកណាព្រះអង្គបានព្រះធម្មវិភាព្រះអង្គអត់បន្ទោសទេនៅក្នុងនឹងការប្រារព្ធវិជាដកព្រះអង្គសម្ដែងថាអ្នកភិក្ខុទាំងឡាយភិក្ខុនេះមិនមែនទៅតែឥឡូវហ្នឹងទេដែលខ្លាចស្លាប់នោះពីមុនមកហ្នឹងក៏ខ្លាចស្លាប់ណាស់ដែរបានព្រះអង្គទ្រង់ត្រាស់សម្ដែងនៅក្នុងនគរពរាណសីក្នុងកាលនោះព្រះអានន្ទចឹងជាព្រះរាជាណាហើយព្រះបរមពុទ្ធសាសនាជាអីចឹងព្រះបរមពុទ្ធសាសនាជាជ្រូកណាក្នុងកាលហ្នឹងប៉ុន្តែជាជ្រូកបណ្ឌិតណាចឹងមិនមែនជ្រូកចម្លោទេណាជ្រូកបណ្ឌិតមានមេជ្រូកមួយដូចមេជ្រូកព្រៃអីចឹងឯងអត់ម្ចាស់អត់អីទេមានកូនចឹងមានកូនពីរណាហើយមកកាយកលុកនៅក្បែរមាត់ទ្វារគោពរាណសីហ្នឹងវាចាស់ម្នាក់គាត់ទៅឃើញចឹងឃើញមេជ្រូកហ្នឹងឃើញគាត់ផ្អើលរត់ទៅកូនហ្នឹងវាអត់ទៅគាត់ឃើញកូនជ្រូកពីរហ្នឹងស្រឡាញ់ដូចកូនចឹងវាចាស់ហ្នឹងណាចឹងទៅគាត់ចាប់យកមកចិញ្ចឹមទៅងូតទឹកលេបគ្រឿងកោគ្រឿងអីគាត់ណោគាត់ស្រឡាញ់ដូចកូនអញ្ចឹងហើយផាត់នឹងទៅហួឲ្យកតុឲ្យបាយក្តាំងបាយអីរាល់ថ្ងៃធំទៅអ្នកណាមកសួររត់ទៅយេណាទៅលក់កូនឯងចេះអត់លក់ទេណាទៅលក់កូនឯងទៅក្រោយមកមានអ្នកលេងទាំងក្នុងថ្ងៃអ្នកខាត់ទៅរឹកហ្នឹងវាអត់មានសាច់ឯណាគេលក់នឹកឃើញកូនយាយហ្នឹងទៅរត់ទិញអាណាមួយក៏បានដែរណាទាំងពីរហ្នឹងគឺណាមួយក៏បានដែរសួរយាយហ្នឹងហេមែនណាទៅលក់កូនឯងអើយដូនណាយកជ្រូកទៅកូននេះណាអ្នកលេងហើយយាយហ្នឹងក៏មិនលក់យើងស្រឡាញ់ទុកជាកូនអញ្ចឹងទៅអ្នកលេងហ្នឹងវាមិនដឹងធ្វើម៉េចប្រពន្ធយាយហ្នឹងផឹកស្រាស្រាចូលពោះមកដូនណាចែកមួយមកដាក់សហគណៈទៅដៃគាត់ទៅគាត់ទៅស្វឹងស្រាអញ្ចឹងយកមួយទៅតែកុំឲ្យយកអាបងណាយកអាប្អូននៅមហាសន្តិលៈហ្នឹងជាបងហ្នឹងគឺព្រះបរមពុទ្ធសាសនាទៀតណាហើយដែលប្អូនហ្នឹងគឺបានមកជាភិក្ខុដែលខ្លាចងាប់ហ្នឹងណាចាអញ្ចឹងទៅឥឡូវនៅណាអ្នកលេងសួរនៅក្នុងដបព្រៃនៅក្រៅផ្ទះអញ្ចឹងហៅមកហើយក៏តែមានចំណីឲ្យពួកអ្នកលេងជួយរកចំណីឲ្យទៀតចឹងយកមកគិតតែបន្លែស្រស់ដាក់ឲ្យពេញចានពេញស្នូកហ្នឹងហើយនិយាយហ្នឹងក៏ស្រែកធម្មតាក៏ស្រែកហៅមហាតន្តិលៈជាបងលើកនេះហៅណាចូលតន្តិលៈចូលមកគ្រាន់ប៉ុណ្ណឹងព្រះបរមពុទ្ធសាសនាសង្ស័យពីដើមមិនដែលហៅប្អូនទេព្រោះស្រឡាញ់យើងជាបងនឹងមុនហៅយើងមុនហើយបានហៅប្អូនឥឡូវនេះហៅតែប្អូនហ្នឹងហៅតែមួយទៀតអត់ហៅយើងមិត្តទុកមុខតែមានភ័យអីអញ្ចឹងឲ្យប្អូនចេញមកមើលមានការអីប្អូនចេញមកឃើញអ្នកលេង30នាក់ទៀតនៅក្បែរយើងហ្នឹងហើយមើលទៅអាកន្លែងស្នូកហ្នឹងសិតតែបន្លែល្អភ័យញួរទៀតញួរជើងទាំង4ពេលត្រឡប់ទៅរកបងវិញឲ្យបងជួយប្រាប់បងសួរថាមិនក៏ប្អូនឯងញួរជើងស្បើម្លេះប្អូននឹងថាលើកនឹងមានភ័យហើយឃើញមនុស្សកាន់សិតតែខ្សែច្រើនអ្នកណានៅក្បែរម៉ែយើងហ្នឹងហើយនៅនឹងស្នូកហ្នឹងកន្លែងបរិភោគហ្នឹងសិតតែអាហារល្អខុសកាលទៀតមិនមែនកាលដែលយើងត្រូវបរិភោគឯណាភ័យអញ្ចឹងបានព្រះបរមពុទ្ធសាសនាលួងលោមទៅបងប្អូនអើយកើតមកជាជ្រូកឲ្យកុំខ្លាចស្លាប់លួងលោមអញ្ចឹងហ្នឹងយើងកិច្ចមិនរួចពីស្លាប់ទេចង់រត់ទៅណាក៏មិនបានដែរព្រោះយើងពឹងម៉ែយើងហ្នឹងហើយចឹងចុះទៅក្នុងស្រះបោកករណីទៅលាងជំរះញើសក្អែលទៅឡើងមកលាបគ្រឿងកោប
đại krương cả ốp nắng miền khăn mình đặt to kia cậu nó kết thấy đại chụp cái na tự chụp liền khai liền như vậy na sạc bao cái này đại mình miền phụ ấy na lại một liệp krương cả ốp mình đại miền bằng anh như vậy giờ mới chết hết xong ở gần chờ ở ấy đây chỉ sạc bao cái này mình miền phụ hay cả liền như cái lên cứ chờ vây hay ấy chỉ krương cả ốp hay ấy đại miền khăn mình đặt bây giờ ông tôi đi nấp đo ba rầm mây đèn để lọp bàn from pin màu nấp đo cun ba rầm mây đèn o hết miền mê tá chia bờ chả cả nằm bốc hết bàn tất cả phù bình lơ lên bắt tầm bông nâng lư đo phụ nè lên đo chị đôn nâng hay đo nè được cô rồi hốt đo tới bờ chia đèn lư tầm lên nâng mà lúc không được cô bờ là sấy đèn lư tầm lên nâng hay miền chất trong đạp bệ nó nè rồi miền mê ta chia phổ đề chả cả nấc rồi lấp đo ba rồi mấy để ban đồng pin máu nâng ban thay chỉ chịu vận đất đấy điện nâng hay sớm mấy nâng mà nu chả mơn miền à dục chả mơn cho năm á miền tây chứ từ chỗ này sự thiết chùm ra này phải vào trong tôi sát chùm đây chỉ sát để san chùm đây chỉ chịu còn miền chịu tham mà đa thế rồi chia sớm mấy chùm ra à dục chả nó rập mơn cho năm á dục á nâng chẳng tới nóm khné mau đến nóm khné mau ban pre trong tôi sắp và cả cái đây nâng ạ ra tao cả này để kha mình miền phụ nắng tôi sel pram tôi sao là cam một bật đó sạch chỉ đẹp bấy nâng po thị bạc thì dệt phố po thị bạc thì dệt phố nâng ẩm tạm hà đi tiền và cả sống hết tiền cho nên nâng mình tha bản đất để mà chịu cái nào tham mà ra tới chơi rằng nâng tầm bao vô ra tao còn lấy để miền tật là tiền thấy tí vùng khó tới thì cái đây là cái nông bịa để thả đôi bẹt khô nó tầm bao vô bẹt khô để đôi chiếc ra nó rồi vô để bẹt tiền mùi tế để trời cho từ liên chùm riêng nơi nhớ nâng khai cứ bạp nó trời từ liên chùm riêng từ đào ấy bẹt tiền tiền liên tại bẹt tiền giờ mấy cứ bẹt tiền chia rom trong cá liên chùm riêng bạp nên để bẹt tiền đấy chia rom trong cá liên chùm riêng bạp ở office đàn nâng cái nông bần đa thua chẳng là nó tiến để chỉ xong cả tạ đây chỉ xong cả tạ nó cứ vị rét để thua này chỉ mua này tiền đây mình miền lấy để cắt đặt được vật đã nhé để chỉ tập hành road nhé nâng process kiềng kế nó tiến gì rét để thua cái tiền nâng thì cái đây này rét cả tha này thì chuyện đó nâng ban tụi anh còn chưa chẳng tiền nâng dân chưa lấy nó ra bao phần này để pha sạch nâng thì bạn đó để thua nâng rập tăng từ giờ prang từ sau cam ở bậc đất phải chỉ đẹp bấy tổ thị bậc thì giờ thua tam phần phí hay những âm tạng hà này tiền phần đây sầm khăn cho chừng bón cứ âm tạng hà này tiền đây lên chừng rét nấy nhớ nâng khai sẽ chỉ nhớ nâng khai tiền nhớ nâng khai cứ bên này dây muối cứ kể lẽ đây chỉ kêu vật túc sài nâng chặt kể lẽ đây miền nó cứ kêu vật túc chặt nó tiền vật túc chặt đập chặt rồi chặt nâng anh miền rục buộc miền thiệp đập rồi cái đai sập cột đôi cái đây sập chui làm bạ sập cột ở năng bên dây cái môi năng chỉ nhân năng cái nó bạn đo ba tiền ba đều phải chỉ thường say mòn bên dây pi cứ xây lại bị bắt năng chật thệ bị bắt năng được nông trẻ cả tha năng cầm đai chẳng xây lại bị bắt giờ mấy xây lại bị bắt là ba nói trên đó nè tịch thệ vị bạc tịch thệ nông tí ní cứ sầm mà tịch thệ phần đầu vị bạc từ hai nè để tới kia mới cha tịch thệ nông lộc nó chào đấy chứ xây là vị bạc chào đấy tịch thệ vị bạc chào đấy nó nói cứ chỉ nhớ thằng cái luôn thì tí bằng dây thì bấy thì tức chỉ rết bay cài tức chỉ rết vệ chơi tức chỉ rết mà nâu tức chỉ rết nè thấy bằng dây thì buồn nó ngay đằng dây thì nhớ thằng cái luôn để bây giờ ông sát và ca lại nó cứ cầm đau vô thua năng bởi vậy thì bốn cứ ca lúc nó ngầm nát đây ác tệ đấy lùm yên đòi sờ lánh lùm yên đòi shop lùm yên đòi ca vòng vế lùm yên đòi ca thay kha bởi vậy thì tram cứ chỉ krương tròn chặt krương tròn chặt nó miền tây cái chip pi rồi dáng đòi ca pin chặt năng ca mà cân tí pin chặt năng cài rụp cài để chung rụp này rụp chẳng tí bấy cứ thà chạy cài nó tới kia rụp pin chặt năng rụp
ពេញចិត្តនឹងរូបអារម្មណ៍ជាដើមហ្នឹងមួយហ្នឹងណាចឹងណាហើយទី4គឺថាមានប្រកដីបរិភោគអាហារហើយរីករាយដេកជាសុខបរិភោគអាហារឆ្អែតហើយពេញចិត្តនឹងសេចក្តីសុខសម្រាមណាសុខក្នុងការដេកណាអានឹងចិត្តតែជាគ្រឿងចងចិត្តទេចឹងគ្រឿងចងចិត្តមិនអាចប្រព្រឹត្តទៅដើម្បីសេចក្តីជាយាមទៅបាននៅក្នុងព្រះធម៌ហ្នឹងសម្ដែងអញ្ចឹងចឹងហើយបានទី5ប្រព្រឹត្តនៅសិលហើយប្រាថ្នាកំណើតទេវតាអាហ្នឹងឯងជាគ្រឿងចងចិត្តមិនឲ្យប្រពស្ដីជាយាមដើម្បីព្រះនិព្វានទៅបានទេហើយម្យ៉ាងទៀតគ្រឿងចងចិត្តគ្រឿងដោតចិត្តឲ្យចាប់នៅក្នុងភពគឺមិនអាចជាយាមទៅបាននោះម្យ៉ាងគឺមិនគោរពព្រះសាស្តាទេហ្នឹងមិនគោរពព្រះសាស្តាណាសត្វរៈអត់ទោសមិនគោរពទេសង្ស័យចឹងណាសត្វរៈកង្កតៈសង្ស័យនឹងព្រះសាស្តាខម្មេកង្កតៈសង្ស័យនឹងព្រះធម៌សង្ខេកង្កតៈសង្ស័យនឹងព្រះសង្ឃទី4សិក្ខាយកង្កតៈសង្ស័យនឹងសិក្ខាសីលសិក្ខាចិត្តសិក្ខាបញ្ញាសិក្ខាណាហើយនឹងទី5សៈព្រះមចារីសកកបិតោហោតៈមានចិត្តកម្រើកខឹងក្រោធនឹងសៈព្រះមចារីណានឹងសង្ស័យក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃសង្ស័យក្នុងសិក្ខាមានចិត្តខឹងក្រោធកម្រើកណាកបិតោហោតៈហ្នឹងកម្រើកដោយទោសៈកតុសនិងសៈព្រះមចារីហ្នឹងអ្នកប្រព្រឹត្តធម៌ដែលប្រសើរដូចគ្នាហ្នឹងគឺជាគ្រឿងចងចិត្តណាមិនអាចបង្អោនទៅដោយក្តីជាយាមបានទេហ្នឹងបាបដែលឈ្មោះថាជាញើសនឹងក្អែលនោះហ្នឹងពួក5ពួក6គឺអគារវៈ6ទៀតមិនគោរពព្រះពុទ្ធមិនគោរពព្រះធម៌មិនគោរពព្រះសង្ឃហ្នឹងមិនគោរពសិក្ខាមិនគោរពសេចក្តីមិនប្រមាទនឹងទី6មិនគោរពបរិសន្ធារៈអគារវៈ6យ៉ាងណាទៀត1មិនគោរពព្រះពុទ្ធ2មិនគោរពព្រះធម៌3មិនគោរពព្រះសង្ឃ4មិនគោរពសិក្ខា5មិនគោរពអបមាទធម៌6មិនគោរពបរិសន្ធារៈហើយទី7ដែលបាបដូចជាញើសនឹងក្អែលហ្នឹងដែលត្រូវលៀងជំរះក្នុងស្រះបោកករណីណាអសធម្ម7ទៀត1អសធា2អហិរិកៈ3អនតបៈ4អបសតៈចេះដឹងតិចតួចនឹងរៀនតិចស្ដាប់តិចណាអានឹងអសធម្មណាទៀតរៀនតិចស្ដាប់តិចហ្នឹងគឺអសធម្មហ្នឹងហើយ15កុសីតៈខ្ជិលទៀតខ្ជិលក្នុងកិច្ចការងារដែលជាកុសលហ្នឹងទី6មុតថាសតិវងវែងភ្លេចសតិទី7ទុបបញ្ញាមានបញ្ញាអាប់អោននឹងហៅថាអសធម្មបើនិយាយពីសធម្មវិញផ្ទុយគ្នាសធាហេរៈអតបៈពហុសច្ចៈវិរិយៈសតិបញ្ញានៅអសធម្មអានឹងជាបាបដូចជាញឹកនឹងក្អែលណានឹងហើយ8មិច្ឆតធម៌មិច្ឆាទិដ្ឋិមិច្ឆាសង្កបៈមិច្ឆាវាចាមិច្ឆាមន្តោមិច្ឆាជីវោមិច្ឆាវាយេមោមិច្ឆាសតិមិច្ឆាសមាធិបើនិយាយទី9វិញហេតុដែលនាំឲ្យមានអាឃាតវត្ថុអានឹងមាន9ស្លាប់ស្ដាប់ហើយដែលនាំឲ្យមានការចងអាឃាតនោះណាគិតថាគេជេរយើងគេធ្វើនៅអំពើមិនជាប្រយោជន៍ឲ្យយើងជាដើមនោះនឹងនាំឲ្យខឹងក្រោធកើតឡើង10គឺអកុសលកម្មបត្តិ10ទាំងហ្នឹងប្រកាសអញ្ចឹងហើយរួចទៅបានសម្ដែងបញ្ជាក់អំពីមកលៀបគ្រឿងកោបស្អីជាគ្រឿងកោបគឺសិលនឹងឯងសិលហ្នឹងគឺសិល5សិល10ហើយហ្នឹងសិលរបស់ភិក្ខុសំដៅយកនិច្ចសិលតែបោតិតសិលមិនមែននិច្ចសិលទេប៉ុន្តែសិលជាគ្រឿងកោបក្នុងទីនេះគឺសំដៅយកនិច្ចសិលគឺថា5ជានិច្ច10ជានិច្ចចឹងហើយសិលបព្វជិតចតុបរិសុទ្ធសិលជាដើមហ្នឹងគឺត្រូវជានិច្ចក្នុងភាពជាភិក្ខុហ្នឹងនឹងគ្រឿងកោបហ្នឹងចឹងនឹងក្លិនច័ន្ទក្លិនកោបកាមលិកាចម្ប៉ាយ៉ាងណាក៏កោបទៅបដោយខ្យល់បន្តិចបន្តួចមិនច្រាស់ខ្យល់ទេតែក្លិនសិលនេះកោបតគ្នាមិនដាច់ទៅដល់ទេវលោកនោះហ្នឹងគឺក្លិនដែលតគ្នាមិនដាច់ហ្នឹងគឺក្លិនសិលទោះបីតែប្រអិនក៏ចុះមកប្រណិប័តព្រះមហាសីវៈចឹងព្រាមប្របាទលោកហើយលោកខានស្រង់ទឹក30ឆ្នាំហើយក្លិនស្អុយប៉ុណ្ណាទេចឹងប្រអិនមកចឹងគឺថាមកដោយសារក្លិនកោបនៃសិលចឹងហ្នឹងរួចទៅព្រះបរមពុរិស័ទសម្ដែងពីមនុស្សដែលសប្បាយរីករាយនឹងការសម្លាប់ជីវិតសត្វបរិភោគសាច់សប្បាយរីករាយនឹងសម្លាប់គេតែសត្វទាំងឡាយរក្សាជីវិតរមែងភ័យខ្លាចរមែងញាប់ញ័រមនាលប្អូនអ្នក
cầm khai đây slap lại pro không lột nín nè ná cái màu hái tay để slap mơ bị chặn tin bồ rồi mày đây chật ngày nè prai tay nè sao bao sót dương cầm khai slap ấy dương chỉnh nè miền tây dương chỉnh nè miền thổ thì vô ôn chẳng đấy chẳng đây chọt tới bề chia ọp xa tô tiền trôi mà nằm vô tới phơ chỉ riêng chỉ bắt nó tiền nằm vô tới ngút tức liệt kêu của ốp sắp cướp trong hết bẹ cây mà đi ai tiền nhầm thế đóng tôi đi sát tầm đây thì xa mà lúc bán á ao ẩu ba nơi không về chiều vang nơi ấy rồi hốt đó về chia sau khi bằng quật từ nơi oi phụ re chỉ bảo rằng lái sự xe một tí chắc bắt tầm rạp với mình chay cái đây thiệt tiền sắp cướp trong và tiên ẩu ba và mũi mơn năm á còn để nơi không về chừng nã và mũi mơn năm tầm rạp về đóng tôi đi sát mà hà còn để lẹ năng tiền rồi tới ban chênh tới pre với năm ôn tới pre tới năng pre là miền phía ông trườngประกาศ ចំដែង ចឹង ពី ខោ ដែល ភ័យ ខ្លាច ស្លាប់ មើល បាន ស្ដាប់ វិជា ដក នឹង ចឹង ទៅ យល់ យល់ តាម សេចក្តី នៃ ពធ ទាំង នឹង យល់ តាម សេចក្តី នៃ ពធ ដែល ព្រះ អង្គ បញ្យល់ ប្អូន ព្រះ បរម ពុទ្ធ សាសនា បញ្យល់ ប្អូន កុំ ឲ្យ ខ្លាច ស្លាប់ មក ដូច ពាក្យ យើង ចំណាំ និយាយ ថា កើត ជា ជ្រូក ឲ្យ ខ្លាច អី ទៅ ក្តៅ ណា អា នេះ ក៏ មាន ន័យ ក្នុង ដែល ថា យើង កើត មក ជា មនុស្ស ឬ សត្វ ក្នុង លោក ហើយ ខ្លាច អី នឹង ស្លាប់ ព្រោះ វា ត្រូវ តែ ស្លាប់ ប៉ុន្តែ ត្រូវ មាន ន័យ បញ្ជាក់ មួយ ទៀត តែមានន័យបញ្ជាក់មួយទៀតថាឲ្យមានធัวតាំងនៅក្នុងសន្តានមានសិលជាដើមអានឹងអីដែលយើងមិនចាំបាច់ខ្លាចស្លាប់នោះយល់ទេអញ្ចឹងទេណាអង្គសម្ដែងចប់ទៅទីខោនឹងបានសម្រេចសតាបតិផលទៅអង្គសម្ដែងទៅជុំជាដកនឹងអញ្ចឹងតែព្រះជាបានមកជាព្រះអនន្តហើយជ្រូកជាប្អូននឹងបានមកជាទីខោដែលភ័យខ្លាចស្លាប់នឹងហើយជ្រូកបងជាបណ្ឌិតនឹងបានមកជាតថាគតនឹងនេះខ្ញុំក៏បានបាទសម្ដែងពីការជ្រោមជ្រែងកុសលធម៌ទាំងជ្រោមជ្រែងកុសលធម៌ហើយអ្វីដែលជាបាបនឹងដោយបានសម្ដែងហើយច្រើនណាស់គេទេ1 2 3 4 5 6 7 8 9 10ជាពួកហើយនៅមានពួកច្រើនទៀតអញ្ចឹងដែលដូចជាញើសនឹងក្អែទាំងគួរតែលៀងជំរះទេគួរលៀងជំរះក្នុងអីណានៅក្នុងស្រះបោកករណីដ៏ខ្លាគឺព្រះសទ្ធំសិល5កម្មបទ10ចឹងទៅហើយមានសុចរិត3ទៅមានពោធិបត្តិយធម៌នឹងជាពិសេសគឺទីបំផុតព្រះនិព្វានជាអារម្មណ៍ក្នុងការលៀងជំរះនៅបាបដែលដូចជាញើសនឹងក្អែលណាចឹងសូមអនុមោទនា